អង្គសង្ក្រានឆ្នាំនេះផ្អើលអស់ឋានទាំង3មកបងប្អូននិយាយទៅចាស់ជំនាន់មុនបកកែកសាងដើម្បីឲ្យកូនចៅជំនាន់ក្រោយបានទស្សនាតែក្មេងៗជំនាន់ក្រោយនេះពូកែរៀបចំបងប្អូនអើយរៀបចំបានស្អាតខ្លាំងមែនទែនហ្មងហើយមិនថាបរទេសឬកូនខ្មែរយើងតែឲ្យតែទៅលេងនៅមុខអង្គសង្ក្រានណាបងប្អូនទោះបីមនុស្សច្រើនហប់ថប់យ៉ាងម៉េចក៏តស៊ូដែរព្រោះដោយសារតែឃើញភាពស្រស់ស្អាតនិងភាពប៉ិនប្រសប់របស់កូនខ្មែរយើងជាពិសេសគឺអ្នកសិល្បៈអ្នកក្បាច់គុននេះអញ្ចឹងគឺពួកគាត់បកកែសម្ដែងឲ្យពួកយើងមើលមែនទែនមើលឡើងផ្លឹកហ្មងនិយាយទៅហើយនេះខ្ញុំទៅដល់ពេលល្ងាចឯណាបងប្អូនគឺអត់សូវមានក្បួនដង្ហែអីច្រើនប៉ុន្មានទេដោយសារតែកម្មវិធីគឺគៀកនឹងចប់តែបងប្អូនអើយមកសន្ទុះក្រោយមកគឺថាភ្លៀងតិចតិចខ្លាំងមែនទែនហ្មងសម្រាប់អ្នកដែលលេងទឹកគាត់ឃើញភ្លៀងមកគាត់កាន់តែសប្បាយចិត្តទៀតបងប្អូនដោយសារតែនៅតំបន់ប្រាសាទរបស់យើងគឺអត់មានបញ្ហារឿងរន្ទះអីទេអញ្ចឹងហើយម្នាក់គឺថាសុវត្ថិភាពហ្មងហើយបន្ទាប់ពីរាំងភ្លៀងបងប្អូនគឺថាបងប្អូនយើងគាត់បន្តក្នុងការធ្វើដំណើរកំសាន្តមើលការតាំងផ្សេងៗរបស់បងប្អូនយើងដែលបានរៀបចំឡើងអញ្ចឹងណានិយាយពីថាអូយស្រស់ស្អាតខ្លាំងណាស់ហើយសំខាន់មួយថ្ងៃហ្នឹងគឺថាមេឃភ្លៀងជាប់រហូតហ្មងបងប្អូនដែលធ្វើឲ្យយើងមានអារម្មណ៍ថាត្រជាក់ស្រស់ស្រាយទាំងព្រឹកទាំងថ្ងៃដើរទៅណាទៅណីគឺសប្បាយរហូតហ្មងមិនថានៅមុខអង្គរឬក៏នៅម្ខាងទៀតនៃអង្គរទេបងប្អូនអើយគឺគេរៀបចំបានស្អាតណាស់បងប្អូនឃើញនិយាយពីថាដូចឋានទេវតាអញ្ចឹងនិយាយមែនបងប្អូនអើយស្អាតខ្លាំងណាស់អញ្ចឹងមិនថានៅពេលដែលប្រទេសយើងអត់មានសង្គ្រាមមកបងប្អូនគឺពោពេញទៅដោយក្តីសុខសប្បាយរបៀបនេះឯងអញ្ចឹងមិនថាបងប្អូនអើយគួរតែជៀសឲ្យឆ្ងាយពីសង្គ្រាមទាំងឡាយបងប្អូនហើយដោយសារតែពេលល្ងាចក្នុងបរិវេណប្រាសាទអង្គរវត្តគឺត្រូវបានបិទទៅបងប្អូនអញ្ចឹងហើយយើងចេញមកដើរទៅខាងមុខនឹងឯងព្រោះអីទៅខាងមុខនឹងក៏ស្រស់ស្អាតខ្លាំងណាស់ដែរបងប្អូនអើយទ្រាំតែចូលដល់ខាងក្នុងប្រាសាទទៅមិនដឹងថាស្អាតខ្លាំងមិនទេហើយអីដែលខ្ញុំកាន់តែសរសើរគឺបងប្អូនយើងគាត់អង្គុយមើលការបដាច់ប្រទីតបងប្អូននិយាយទៅកម្មវិធីគេរហូតដល់យប់ហ្មងណាហើយពួកគាត់អង្គុយមើលយ៉ាងមានរបៀបហើយប្រទីតបដាចេញមកគឺថាស្រស់ស្អាតខ្លាំងហ្មងនិយាយទៅអត់មានពាក្យអីនិយាយក្រៅពីភាពស្រស់ស្អាតហើយនឹងពោពេញទៅដោយវប្បធម៌និងប្រពៃណីរបស់ខ្មែរយើងឯងបងប្អូនពួកគាត់តែងឈុតតែងអីគឺថាបានស្រស់ស្អាតខ្លាំងណាស់ហើយក៏មានជាការដាក់តាំងនៅប្រឆាយលក្ខណ៍របស់ព្រះមហាក្សត្រនៃប្រទេសកម្ពុជារបស់យើងគឺធំខ្លាំងមែនទែនបងប្អូនដែលមើលឲ្យគួរឲ្យគោរពខ្លាំងហ្មងពេលដែលខ្ញុំដើរចេញពីប្រាសាទល្ងាចហ្នឹងបងប្អូនឃើញមនុស្សនៅតែណែនឡើងច្រើនហ្មងនិយាយទៅមនុស្សមកលេងក៏ច្រើនការរៀបចំក៏ស្អាតមើលឲ្យរំភើបខ្លាំងហ្មងបងប្អូនហើយនេះគឺជាថ្ងៃទី1ណាចុះទ្រាំតែថ្ងៃទី2ថ្ងៃនេះទៀតសម្រាប់ងាយមិញហ្នឹងអង្គសង្ក្រានបងប្អូនណាខ្លះដែលបានចូលរួមបើសិនជាបានចូលរួមចាំខមមិនប្រាប់ខ្ញុំផងព្រោះដោយសារតែល្ងាចមិញហ្នឹងឃើញបងប្អូនយើងច្រើនខ្លាំងណាស់ហើយមានបងប្អូនខ្លះទៀតក៏គាត់នៅសប្បាយតាមខេត្តផ្សេងទៀតអញ្ចឹងណាអង្គសង្ក្រានឆ្នាំនេះកាន់តែប្លែកកាន់តែពិសេសគឺដោយសារតែមានកន្លែងភូមិខ្ញុំនេះបងប្អូនគឺថាគេរៀបចំបានស្អាតនិយាយទៅធ្វើផ្ទះធ្វើអីហ្នឹងលក្ខណៈថាធ្វើជាប់មុំទាំនៅបានរហូតហ្មងបងប្អូនហើយក៏ជាម៉ូដផ្ទះក្បាច់ខ្មែរបុរាណរបស់យើងដែលគេតុបតែងឡើងគឺថាអូយស្អាតមើលទៅព្រឺសបល់ហ្មងបងប្អូនហើយសំខាន់ខ្ញុំបានជួបបងស្រីពេជ្រពិសីហើយនឹងបងស្រីកុសមៈបងប្អូននិយាយពីថាពួកគាត់នៅខាងក្រៅស្អាតណាស់ហើយសំខាន់គាត់រៀបចំតែងឈុតបានស្អាតខ្លាំងមែនទែនហ្មងណាចឹងហើយក៏សូមពួកគាត់ថតដើម្បីទុកជាអនុស្សាវរីយ៍បងប្អូនហើយក្នុងហ្នឹងក៏មានជាការសម្ដែងផ្សេងជាច្រើនខ្លាំងណាស់ហើយក៏មានអ្នកលក់ច្រើននិយាយទៅក៏រៀបចំបានស្អាតកន្លែងអ្នកលក់ក៏ស្អាតដែរ